គ្រប់ញៀបសួរបងប្អូនទាំងអស់គ្នាដែលទស្សនា Channel របស់នាងខ្ញុំសវណ្ណារីចាពេលនេះនាងខ្ញុំសូមបង្ហាញរូបភាពសកម្មភាពមួយចំនួនដែលតកតងជាមួយនឹងការសិក្សាវគ្គបណ្ដុះបណ្ដាលបន្លាកែច្នៃបន្លែផ្លែឈើនៅសាលាកូរ៉េបងប្អូនទាំងអស់គ្នាប្រកាសស្គាល់ហើយណាសាលាកូរ៉េចាហើយជំនាញនេះគឺជាជំនាញមួយដែលក្រសួងការងារកំពុងតែដាក់ចុះជាមួយនឹងគម្រោង TVET 1.5M ហើយដែលបានបណ្ដុះបណ្ដាលតាំងពីឆ្នាំ2024រហូតមកដល់ពេលបច្ចុប្បន្ននេះចាចំណុចនេះពិតជាអស្ចារ្យមែនទែនដែលធ្វើឲ្យមានធនធានមនុស្សជាច្រើនដែលអាចផលិតនិងកែច្នៃផលិតផលចេញពីផលិតផលកសិកម្មក៏ដូចជាផលិតផលផ្សេងៗទៀតដែលមាននៅក្នុងអឺប្រទេសយើងក៏ដូចជាបណ្ដាចការឬក៏សហគមន៍មួយចំនួនចាការកែច្នៃផ្លែផ្លែឈើនេះគឺជាមុខជំនាញមួយដ៏អស្ចារ្យដែលអាចធ្វើឲ្យប្រជាកសិករក៏ដូចជាមនុស្សមួយចំនួនអាចបង្កើតនិងមានមុខរបរថ្មីមួយប្រចាំគ្រួសារសូមអរគុណ